កំប្លង់ប្លង់ងាយនាំគ្នាលេងត្រង់ខាងចិនបរិសុទ្ធយ៉ាប់ជារបាំខ្មែរឆាឆារាខារាមុំបងវើយវិញរមុំបងរបាំត្រុដិជារបាំប្រជាប្រិយខ្មែរដ៏ចំណាស់មួយដែលមានដើមកំណើតចេញពីអ្នកស្រុកដើមឬហៅថាជនជាតិសម្រែដែលជាជនជាតិដើមភាគតិចរស់នៅលើទឹកដីខ្មែរតាំងពីបុរាណកាលមកម្ល៉េះពោលគឺមុនឥទ្ធិពលឥណ្ឌាចូលមកដល់ជនជាតិសម្រែមានជំនឿទៅលើព្រលឹងសត្វនិងព្រៃភ្នំដូចនេះការរាំត្រុដិនេះគឺជាការធ្វើត្រាប់តាមសកម្មភាពបរបាញ់សត្វដើម្បីបន់ស្រន់សុំសេចក្តីសុខនិងសុំទឹកភ្លៀងរបាំនេះមានប្រភពមកពីតំបន់ជុំវិញបឹងទន្លេសាបជាពិសេសខេត្តសៀមរាបពោធិ៍សាត់និងបាត់ដំបងដែលជាកន្លែងដែលមានជនជាតិសម្រែរស់នៅច្រើនកាលពីសម័យបុរាណក្រោយមករបាំនេះគឺមានដើមកំណើតចេញមកពីស្រុកសូត្រនិគមខេត្តសៀមរាបមូលហេតុដោយសារតែស្រុកសូត្រនិគមជាតំបន់ដែលមានជនជាតិសម្រែរស់នៅច្រើនជាងគេកាលពីសម័យមុនហើយនៅពេលដែលជនជាតិសម្រែបានលាយចូលគ្នាជាមួយជនជាតិខ្មែរពួកគេបានបន្សល់ទុកនៅប្រពៃណីនេះហើយអ្នកស្រុកសូត្រនិគមបានបន្តវេនគ្នារក្សាទម្រង់ដើមនៃរបាំនេះយ៉ាងខ្ជាប់ខ្ជួននិងផ្សព្វផ្សាយទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃការដើមឡើយរបាំនេះមិនមែនជារបាំព្រះរាជទ្រព្យឬជារបាំប្រជាប្រិយនោះទេប៉ុន្តែវាជារបាំបែបសក្ការៈរបស់ជនជាតិសម្រែដើម្បីសុំទឹកភ្លៀងនិងការបរបាញ់សត្វបានតែប៉ុណ្ណោះតែក្រោយមកការរាំត្រុដិរបស់អ្នកស្រុកព្រៃភ្នំនេះបានវិវត្តក្លាយជារបាំប្រជាប្រិយនិងជារបាំព្រះរាជទ្រព្យផងដែរនាសម័យបុរាណដោយសារតែនៅសម័យអង្គរនិងសម័យក្រោយអង្គរតមកទៀតគេបានបញ្ចូលរបាំនេះទៅក្នុងពិធីបុណ្យខែឆែកឬយើងហៅថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាផ្លូវការព្រមទាំងត្រូវបានគេយកទៅសម្ដែងនៅក្នុងរាជវាំងនៅយសោធបុរៈជាការថ្វាយដល់ព្រះរាជាខ្មែរនាសម័យនោះដើម្បីជាការប្រសិទ្ធពរជ័យក្នុងឱកាសប្រាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីចំណែកប្រជាជនខ្មែរដែលជាអ្នកស្រុកអ្នកភូមិតាមតំបន់វិញបានបន្តរក្សាទម្រង់របាំត្រុដិនេះជាការបង្ហាញពីភាពសប្បាយរីករាយសិរីសួស្តីនិងសម្ដែងតែក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះពាក្យថាត្រុដិមានដើមកំណើតមកពីភាសាសំស្ក្រឹតដែលមានន័យថាផ្ដាច់ឬកាត់ផ្ដាច់គោលបំណងនៃរបាំនេះគឺការផ្ដាច់ឆ្នាំចាស់សំដៅលើការជំរុះចោលរឿងមិនល្អគ្រោះចង្រៃនិងភាពសោយដែលមាននៅក្នុងឆ្នាំចាស់ឲ្យអស់និងរៀបចំទទួលយកនៅសិរីសួស្តីជ័យមង្គលនិងភាពជោគជ័យថ្មីៗដែលនឹងមកដល់នៅឆ្នាំថ្មីលើសពីនេះជាការបង្កើតបរិយាកាសសប្បាយរីករាយនិងរឹតចំណងសាមគ្គីភាពក្នុងសហគមន៍ផងដែររបាំត្រុដិមិនមែនគ្រាន់តែជាទម្រង់សិល្បៈសម្រាប់កម្សាន្តនោះទេប៉ុន្តែវាបានបង្កប់នូវជំនឿយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមខ្មែរប្រជាជនខ្មែរមានជំនឿថាសំឡេងនៃការប្រគំឡើងនៅក្នុងឧបករណ៍ភ្លេងនៅក្នុងរបាំនេះនិងការសម្ដែងរបស់តួអង្គផ្សេងៗដូចជាតួអង្គប្រើសព្រានព្រៃជាដើមគឺជាការបណ្ដេញនៅឧបទ្រពចង្រៃចេញពីក្នុងគេហដ្ឋាននិងភូមិឋាននៅពេលដែលក្រុមរបាំត្រុដិទៅរួមដល់មុខផ្ទះរបស់អ្នកណាម្ចាស់ផ្ទះនោះតែងតែយកបច្ច័យឬប្រាក់ទៅចងនៅដងសញ្ញាឬដងកន្ទុយក្ងោកវាជាផ្នែកមួយដ៏សំខាន់នៃការសម្ដែងរបាំត្រុដិបែបបុរាណអត្ថន័យនៅពីក្រោយជំនឿនេះគឺសំដៅទៅលើការរំដោះគ្រោះឬទិញសេចក្តីសុខហើយគេយកប្រាក់ទៅចងនៅដងកន្ទុយក្ងោកនេះដោយសារតែគេចាត់ទុកថាវាជាវត្ថុស័ក្តិសិទ្ធិឬតំណាងឲ្យជ័យជំនះបើតាមជំនឿខ្មែរបុរាណភ្នែកនៅលើកន្ទុយក្ងោកអាចមើលធ្លុះអំពើអាក្រក់និងជួយការពារផ្ទះសម្បែងពីព្រាយបិសាចហើយអ្វីដែលរឹតតែពិសេសនោះប្រាក់ឬបច្ច័យដែលចូលនៅកន្ទុយក្ងោកនោះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណានោះទេកាលពីសម័យមុនបច្ច័យទាំងនេះត្រូវបានគេប្រមូលយកទៅប្រគេនវត្តអារាមឬប្រើប្រាស់សម្រាប់ជាចំណែកកសាងសមិទ្ធផលផ្សេងៗនៅក្នុងភូមិដូចជាជីកអណ្ដូងសាងសង់សាលារៀនឬជួសជុលផ្លូវថ្នល់ជាដើមតាមជំនឿបុរាណមករបាំត្រុដិមិនមែនត្រឹមតែជារបាំសម្រាប់បណ្ដេញឧបទ្រពចង្រៃនោះទេថែមទាំងជារបាំដែលគេសម្ដែងឡើងដើម្បីសុំទឹកភ្លៀងផងដែរយើងសង្កេតឃើញថារបាំត្រុដិភាគច្រើនគេសម្ដែងនៅចុងរដូវប្រាំងឈានចូលរដូវវស្សាដែលជាពេលដែលកសិករត្រូវការទឹកភ្លៀងបំផុតដើម្បីចាប់ផ្ដើមបង្កបង្កើនផលដូចនេះការរាំរបាំនេះ
ជាកិច្ចពិធីបួងសួងសូមឲ្យមានភ្លៀងធ្លាក់មកតាមរដូវកាលនិងគ្រប់គ្រាន់ភោគផលកសិកម្មហូរហៀនិងជៀសផុតពីភាពរាំងស្ងួតខ្ញុំមកដល់ហើយដល់កៅអររតែអកោផងម្ចាស់ហើយចង់ដល់អកខ្សែព្រៀមបើយើងក្រឡេកទៅមើលតួអង្គដែលសម្ដែងនៅក្នុងរបាំត្រុដិគឺមានច្រើនអ្នកនិងមានតួនាទីផ្សេងៗគ្នាជាទូទៅក្រុមរបាំត្រុដិនីមួយៗដើម្បីសម្ដែងបានពេញលេញនិងសមរម្យទៅបានអាចមានគ្នាចន្លោះពី16នាក់ទៅ25នាក់ឬអាចច្រើនជាងនេះអាស្រ័យទៅតាមធនធាននិងទំហំនៃកម្មវិធីតួអង្គសំខាន់ឬតួអង្គស្នូលនៅក្នុងរបាំនេះគឺមានដូចជាតួអង្គអ្នកច្រៀងនាំមុខមានម្នាក់ឬ2នាក់តួអង្គប្រើសឬទន្សោងមានម្នាក់តំណាងឲ្យឧបទ្រពចង្រៃតួអង្គព្រានព្រៃមាន2នាក់ម្នាក់កាន់ធ្នូម្នាក់កាន់ស្នាដេញតាមបរបាញ់ចាប់សត្វប្រើសនិងតំណាងឲ្យការបង្ក្រាបឧបទ្រពចង្រៃតួអង្គក្ងោកមាន2នាក់តំណាងឲ្យសេចក្តីសុខនិងសិរីសួស្តីចំណែកតួអង្គបន្ទាប់បន្សំមានដូចជាក្រុមអ្នករាំកញ្ឆែអាចចន្លោះពី4ទៅ8នាក់ឬច្រើនជាងនេះពួកគេជាអ្នកដើរហាយហោមនិងជួយដេញសត្វប្រើសតួមេកងម្នាក់ជាអ្នកកាន់ដងសញ្ញាឬដងកន្ទុយក្ងោកតួមនុស្សព្រៃមាន2នាក់លាបខ្លួនខ្មៅឬពាក់មុខធ្លុកដើម្បីបង្កបរិយាកាសសប្បាយរីករាយក្រុមមន្ត្រីកឬអ្នកលេងចង្វាក់ភ្លេងដែលក្នុងនោះមានអ្នកវាយស្គរម្នាក់អ្នកវាយប៉ង់ម្នាក់អ្នកវាយឈឹងម្នាក់អ្នកផ្លុំបីឬត្រែម្នាក់និងអ្នកផ្សេងទៀតមានរតែងអកោផងម្ចាំងហើយរៀបដំអរណាទៅណារៀបដំអរណាទៅហើយអើយត្រត់ខ្ញុំសូមជូនបអសួស្ដីក្នុងឱកាសឲ្យឆ្នាំថ្មីបានសុខសេរីផ្សេងផ្សា